Bàសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅថ្ងៃនេះខ្ញុំមានមុខម្ហូបមួយមុខទៀតដែលចែកជូនបងប្អូនទស្សនាទាំងអស់គ្នាបាទហើយក្រឃើញបើកឆ្នាំងស្លមកក៏ដឹងថាហូបបាយបានច្រើនដែរបាទហ្នឹងហើយថ្ងៃនេះគឺស្លប្រហើរតាពាំងហើយជាដំបូងយើងមានតាពាំងមានអីដើរជីកតាមគៀនផ្ទះអីចឹងណាបងប្អូនអញ្ចឹងទេយើងទិញមកផ្សារក៏បានដែរហើយយើងលាងទឹកចិត្តវាឲ្យស្អាតចឹងមកហើយយើងចិត្តវាយកកបិតមកពីមកចិត្តចឹងណាបងប្អូនហើយចិត្តវាឲ្យស្ដាងចឹងទៅយើងដាក់ក្រាស់ពេកក៏ហូបទៅវាអត់សូវឆ្ងាញ់វាអត់ចូលជាតិចឹងណាបងប្អូនបាទយើងលាងវាឲ្យស្អាតមួយទឹកពីរទឹកចឹងមកបាទហើយលើវាជាប់ដីជាប់អីហើយយើងយកវាមកចិត្តឲ្យស្ដាងចឹងបងប្អូនបាទពេលដែលយើងចិត្តហើយចឹងយើងយកវាទៅដាំពុះទឹកហើយយើងស្រោះវាឲ្យវាបាត់ធំក្លិនចឹងណាបងប្អូនបាត់ហាងបាត់អីចឹងណាហើយបន្លែយើងមានស្លឹកបាសស្លឹកអីចឹងទៀតទៅហើយយើងស្រុកស្រែយើងមានអីថែមថយស្លឹកកទួតស្លឹកអីស្លឹកងប់ស្លឹកអីថែមក៏បានដែរតែបន្លែខៀវស្អំក៏បានអីក៏បានដែរបងប្អូនយើងដាក់ថែមទៅហើយត្រីខ្ញុំដាក់ត្រីប្រាមួយក្បាលហើយនឹងសាច់ជ្រូកបែបមួយខាំពីរខាំអីចឹងណាបងប្អូនមានសាច់ជ្រូកទៅវារៀងមានជាតិខ្លាញ់វាលាយគ្នាចឹងវារៀងឆ្ងាញ់ដែរហើយយើងកោសត្រីកោសអីឲ្យស្អាតអស់អិលអស់អីលាង 4-5 ទឹកឲ្យស្អាតចឹងណាបងប្អូនពុះវាអីយើងធ្វើឲ្យស្អាតចឹងណាហ្នឹងហើយត្រីយើងហាន់ជាកង់មកបាទជាកង់ប្រវែងមួយថ្នាំងដៃមកបងប្អូនបាទហើយយើងហាន់ចឹងមកយើងយកវាទុកមកកដុបចឹងណាបងប្អូនបាទហាន់វាចឹងមកហើយម្ហូបនេះបងប្អូនអាចធ្វើឲ្យមានជាលក្ខណៈថាត្រីចៀនឬក៏សាច់ជ្រូកចៀនបន្ថែមអែបមកក៏បានដែរវាហូបទៅវាចូលជាតិល្អហើយសាច់ជ្រូកយើងហាន់វាទុយហើយយើងច្រាំវាទុកមួយដុំទៅបាទហើយនេះយើងយកតាពាំងយើងមកស្រោះមកដាំទឹកឲ្យវាមិនពុះចឹងណាបងប្អូនបាទពេលដែលយើងស្រោះវាហើយយើងស្រង់វាចេញមកហើយយើងដាំទឹកស្លវាមួយសាទៀតហើយយើងធ្វើការជ្រុំប្រហុកបន្តិចមកបងប្អូនហើយប៉ិនមេដៃអីបានហើយយើងយកក្លិនវាមានប្រហុកចឹងណាបងប្អូនពេលជ្រុំប្រហុកជ្រុំអីហើយយើងចាប់ផ្ដើមធ្វើការដាក់សាច់យើងចូលទៅសាច់ជ្រូកចាំយើងច្រាំមិញហ្នឹងហើយត្រីរបស់យើងហ្នឹងដាក់ចូលក្នុងហ្នឹងទាំងអស់ទៅបាទហើយបន្ទាប់ពីវាពុះហើយយើងថែមថយគ្រឿងស្ករអំបិលប៊ីចេងអីចឹងណាបងប្អូនហើយភ្លក់មើលតែមកល្មមហើយចាំមើលវាពុះឲ្យឆ្អិនសាច់ត្រីសាច់អីហើយយើងធ្វើការដាក់បន្លែចូលចឹងណាបងប្អូនហ្នឹងហើយដាក់បន្លែខៀវចូលតាមក្រោយព្រោះនេះវាតែយើងដាក់ជាមួយគ្នាត្រីមុនវាអាចលួយចឹងយើងដាក់តាមក្រោយហ្នឹងហើយបងប្អូនម្ហូបមានតែប៉ុណ្្នឹងឯងមួយទៀតហើយយើងថែមហើយខ្ញុំធ្វើប្រហុកគេហៅប្រហុកហែកបងប្អូនមួយចំនួនអាចដឹងយើងយកត្រីប្រហុកត្រីក៏ភ្លៀងរបស់យើងហ្នឹងយើងយកមកហែកវាទុយចឹងមកបងប្អូនយើងលាងទឹកវាស្អាតហើយយើងហែកវាទុយចឹងមកបានមកកូនចានមកហើយយើងច្បាច់អំបិលបាច់អំបិលបងប្អូនដាក់ស្ករហើយនឹងប៊ីចេងមកបានដែរស្ករប៊ីចេងហើយយើងហាន់ជីណារបស់យើងម្ទេសហើយនឹងក្រូចឆ្មាយើងទុកវាចូលគ្រឿងរលាយគ្រឿងលាយអីចឹងអស់ហើយបានយើងច្បាច់គ្រឿងទាំង3នឹងចូលចឹងណាបងប្អូនហ្នឹងហើយបងប្អូនពេលដែលយើងហូបទៅយើងផ្ទាប់ជាមួយអាហ្នឹងធ្វើដូចជ្រក់ចឹងបងប្អូនម៉ាត់ចឹងទៅឆ្ងាញ់ហ្នឹងហើយបងប្អូនទាំងអស់គ្នាបាយជម្រាបលាជួបគ្នានៅវីដេអូក្រោយខុសឆ្គងក៏សូមខន្តីអភ័យទោសផងអរគុណច្រើនបាយ